បងប្អូនជនរួមជាតិជាទីគោរពបងប្អូនប្រជាពលរដ្ឋជាទីស្នេហាមនុស្សជាច្រើនគិតថាកម្លាំងរបស់ប្រទេសជាតិស្ថិតនៅលើយន្តហោះចម្បាំង A16 A35 កំពង់ផែរៈកំពង់ផែជ្រៅឬអាគារខ្ពស់ៗរាប់សិបជាន់ប៉ុន្តែខ្ញុំមិនយល់យ៉ាងដូចនេះទេតើយល់យ៉ាងដូចម្ដេចបានជាមិនគិតថា A16 A35 វាសំខាន់ខ្ញុំយល់ថាកម្លាំងពិតរបស់ប្រទេសគឺកំពុងតែស្ថិតនៅក្នុងថ្នាក់រៀនស្ថិតនៅក្នុងសាលារៀនព្រោះថាថ្នាក់រៀននៅថ្ងៃនេះគឺជាគណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែកថ្នាក់រៀននៅថ្ងៃនេះគឺជាវិជ្ជបណ្ឌិតជាប្រធានក្រុមហ៊ុនជាគ្រូបង្រៀនជាវិស្វករជាព្រះញ្ញាជាចៅក្រមជាមន្ត្រីរាជការនិងជាអ្នកដឹកនាំនៅថ្ងៃអនាគតនិងជាអ្នកដឹកនាំនៅថ្ងៃស្អែកបើថ្នាក់រៀនបាត់បង់នៅយុត្តិធម៌ប្រទេសនឹងបាត់បង់អ្នកដឹកនាំដែលមានគុណភាពទេកាលណាបាត់បង់អ្នកដឹកនាំដែលមានគុណភាពហើយវាមិនស្រួលទេហើយយើងឃើញថាថ្មីនេះពិភពលោកបានឃើញយុវជនរាប់ពាន់រាប់ម៉ឺននាក់នៅប្រទេសឥណ្ឌាចុះផ្លូវចេញតវ៉ាបន្ទាប់ពីមានការចោទប្រកាន់ថាសំណួរប្រឡងទៅបានបែកធ្លាយហើយមនុស្សខ្លះក៏ធ្វើអត្តឃាតហើយត្រូវបានចាប់ខ្លួនទាំងអ្នកដឹកនាំហើយនិងអ្នកនយោបាយផ្សេងទៅទៀតហើយយើងឃើញថារឿងនេះវាពិតជារឿងធ្ងន់ធ្ងរមែនសម្រាប់ប្រព័ន្ធអប់រំហើយខ្ញុំមើលឃើញថាប្រព័ន្ធនយោបាយអប់រំកំពុងតែរង្គើដែលជាទំនុកចិត្តរបស់ប្រជាជនដែលជាទំនុកចិត្តរបស់មហាជនព្រោះទំនុកចិត្តវាគឺជាបញ្ហាស្អីគេដែលវាធ្ងន់ធ្ងរយ៉ាងនេះបញ្ហាគឺផ្ដោតសំខាន់ទៅលើអ្នកប្រឹងប្រែងនិងអ្នកបន្លំហើយយើងចោទសំណួរទៅថាបើសិនជាអ្នកប្រឹងប្រែងរៀនសូត្រទាំងយប់ទាំងថ្ងៃហើយបែរទៅជាមិនជាប់បែរជាអ្នកបន្លំទៅជាឈ្នះអ្នកប្រឹងប្រែងរៀនសូត្រនោះអាទំនុកចិត្តសម្រាប់ប្រជាជនសិស្សនិស្សិតហ្នឹងប្រកាសជាលែងជឿជាក់ទៅលើរដ្ឋអំណាចហើយបងប្អូនជនរួមជាតិសូមចងចាំឲ្យច្បាស់ថាប្រទេសក្រីក្រមិនមែនដោយសារខ្វះធនធានទេប្រទេសក្រីក្រមិនមែនដោយសារខ្វះធនធានទេប្រទេសក្រីក្រដោយសារតែធនធានមនុស្សនឹងមិនត្រូវបានជ្រើសរើសទៅតាមសមត្ថភាពហើយបើអ្នកមានសមត្ថភាពប៉ុន្តែគ្មានឱកាសបើអ្នកគ្មានសមត្ថភាពតែមានខ្សែបើអ្នកស្មោះត្រង់ចាញ់អ្នកបន្លំនោះយុវជននឹងឈប់ជឿទៅលើការខិតខំប្រឹងប្រែងហើយនៅពេលយុវជនឈប់ជឿទៅលើការប្រឹងប្រែងខិតខំប្រឹងប្រែងប្រទេសនឹងឈប់រីកចម្រើនហើយនៅពេលដែលយុវជនជឿទៅលើអីជឿទៅលើស្រោចទឹកបន់ស្រន់ជំនឿប្រេះផ្ដាស់លែងជឿទៅលើការខិតខំប្រឹងប្រែងប្រទេសក៏នឹងឈប់មានការរីកចម្រើនដែរហើយនេះមិនមែនជាការយល់ឃើញនេះមិនមែនជាទស្សនៈទេប៉ុន្តែនេះគឺជាតក្កវិជ្ជាបើនេះជាតក្កវិជ្ជាតើការពិចារណាដោយមានហេតុហើយនឹងផលត្រូវសួរស្អីខ្លះហើយយើងលែងសួរទៅទៀតទៅថាតើវាហេតុអីបានជាមានការបែកធ្លាយសំណួរមុនប្រឡងហើយបែកធ្លាយវិញ្ញាសាហ្នឹងវាដោយសារអីប៉ុន្តែយើងត្រូវឲ្យដឹងថាតើតក្កវិជ្ជាយើងត្រូវសួរបាត់ណាសំណួរសំខាន់តែត្រូវតែសួរគឺយើងត្រូវចោទជាសំណួរថាហេតុអ្វីបានជាប្រព័ន្ធដឹកនាំមិនអាចការពារនៃការបែកធ្លាយបានហេតុអីក៏ក្រសួងអប់រំហ្នឹងមិនអាចការពារការបែកធ្លាយវិញ្ញាសាបានហើយសួរដដែលទៀតថាហេតុអីក៏ប្រព័ន្ធដឹកនាំមិនអាចការពារការបែកធ្លាយបានព្រោះថារដ្ឋដ៏ល្អមួយមិនមែនជារដ្ឋដែលរងចាំចាប់អ្នកប្រព្រឹត្តនៅអំពើខុសនោះទេចុះសួរថាបើមិនចាប់ពួកអ្នកខុសតើចាប់ពីណាគេនេះជាសំណួរប៉ុន្តែរដ្ឋដ៏ល្អគឺជារដ្ឋដែលរៀបចំប្រព័ន្ធដឹកនាំប្រព័ន្ធនយោបាយប្រព័ន្ធបញ្ជាមិនឲ្យមនុស្សអាចប្រព្រឹត្តកំហុសបានដោយងាយគឺមិនឲ្យមនុស្សនឹងអាចប្រព្រឹត្តកំហុសនឹងបានដោយងាយទេអ្នកដឹកនាំខ្លាំងមិនមែនជាអ្នកដោះស្រាយវិបត្តិបានល្អបំផុតទេអ្នកដឹកនាំខ្លាំងគឺជាអ្នកកាត់បន្ថយឲ្យវិបត្តិនេះកើតឡើងតាំងពីដំបូងដៃកាត់បន្ថយតាំងពីដំបូងទីហើយប្រជាជនខ្មែរយើងតែងតែនិយាយតគ្នាថាបលួតភ្លើងប្រសើរជាងអង្គុយចាំបបផ្សែងនេះគឺជាការលើកឡើងឲ្យប្រជាជនខ្មែរយើងចងចាំគ្រប់គ្នាថាបលួតភ្លើងប្រសើរជាងអង្គុយបបផ្សែងដូច្នេះដំណោះស្រាយមិនមែនជាការនិយាយច្រើនទេដំណោះស្រាយគឺជាការកសាងប្រព័ន្ធដែលសំណួរប្រឡងមានសុវត្ថិភាពប្រព័ន្ធដែលអាចត្រួតពិនិត្យគ្នាទៅវិញទៅមកប្រព័ន្ធដែលរកឃើញកំហុសបានឆាប់ប្រព័ន្ធដែលរកឃើញកំហុសអាអ្នកប្រព្រឹត្តកំហុសនេះបានឆាប់រហ័សប្រព័ន្ធដែលអ្នកមានអំណាចនិងប្រជាពលរដ្ឋស្ថិតនៅក្រោមច្បាប់ដូចគ្នាដែល check and balance នេះតុល្យភាពនៃអំណាចព្រោះថាប្រទេសមិនរីកចម្រើនដោយសារមនុស្សឆ្លាតតែម្នាក់ឯងទេប្រទេសរីកចម្រើនដោយសារប្រព័ន្ធល្អដែលអនុញ្ញាតឲ្យមនុស្សល្អរាប់សិបលានអ្នកបំពេញការងាររបស់ពួកគេដោយស្មោះត្រង់ដោយមានជំនឿជឿជាក់ដោយទំនុកចិត្តបងប្អូនជនរួមជាតិត្រូវចេះមើលត្រូវចេះគិតពិចារណាដោយហេតុផលថាប្រទេសជាតិមួយ
កំបោះតាមចំនួនអាគារខ្ពស់ឡានថ្លៃភាពហឺហាស៊ីវិល័យឥឡូវបើមិនឲ្យវាស់អាហ្នឹងតែឲ្យប្រជាជនវាស់ស្អីគេហ៎បើមិនឲ្យវាស់តាមអាគារខ្ពស់ឡានទំនើបភាពស៊ីវិល័យសាងមកដល់រាប់ពាន់ដុល្លារនេះឲ្យវាស់ស្អីខ្ញុំសូមបញ្ជាក់ថាជនរួមជាតិគឺត្រូវវាស់តាមចំនួនយុវជនដែលពួកគាត់ជឿជាក់ថាខ្ញុំអាចជោគជ័យដោយសារសមត្ថភាពរបស់ខ្ញុំអាចជោគជ័យដោយសារសមត្ថភាពរបស់ខ្ញុំពលគឺនៅពេលដែលខិតខំប្រឹងប្រែងរៀនសូត្រគឺជាប់ឲ្យតែចេះប្រកបគឺជាប់មិនមែនជាការបន្លំជាប់ទេហើយនៅពេលថ្ងៃណាមួយដែលកូនចៅរបស់យើងដែលជាយុវជនរបស់យើងជឿជាក់ថាការខិតខំប្រឹងប្រែងរៀនសូត្រមានតម្លៃជាងការខ្លែងបន្លំមានតម្លៃជាងការបន្លំច្បាប់មានតម្លៃជាងអំណាចសមត្ថភាពមានតម្លៃជាងបកពួកមានតម្លៃជាងគ្រូសាស្ត្រនិយមគណៈបកអញគណៈបកឯងគណៈបកខ្លើគណៈបកម្រះថ្ងៃនោះប្រទេសនឹងរីកចម្រើនប្រទេសនឹងមានអនាគតពីព្រោះប្រទេសដែលផ្ដល់តម្លៃចាក់ចូលជ្រៅទៅក្នុងប្រព័ន្ធអប់រំចាក់ចូលជ្រៅនៅក្នុងប្រព័ន្ធសិក្សាធិការរបស់ជាតិនោះនឹងមានយុត្តិធម៌នៅក្នុងសង្គមហើយប្រទេសដែលជ្រើសរើសមនុស្សតាមសមត្ថភាពនឹងឈ្នះការប្រកួតប្រជែងជាមួយនឹងពិភពលោកហើយប្រទេសដែលកសាងប្រព័ន្ធដឹកនាំល្អនឹងមិនពឹងផ្អែកទៅលើមនុស្សបកកែតែម្នាក់ទេមិនពឹងផ្អែកទៅលើត្រកូលនេះត្រកូលនោះទេពលគឺអត់ពីខ្ញុំមានគេអត់ពីអញមានជនរួមជាតិរាប់លានអ្នកបន្តវេនពីខ្ញុំពីអញពីយើងបាទសូមគិតម្ដងទៀតដើម្បីកម្ពុជាសូមគិតម្ដងទៀតដើម្បីជនរួមជាតិទាំងអស់គ្នាបាទសូមគោរពនិងសូមអរគុណបាទ